បែកធ្លាយព័ត៌មានសម្ងាត់រុស្ស៊ីអាចបើកការវាយប្រហារលើអង្គការ NATO ឬប្រទេសសម្ព័ន្ធមិត្តក្នុងពេលឆាប់ៗខាងមុខនេះយោងតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់ថ្មីរបស់សហរដ្ឋអាមេរិកបានទំនាយថាលោកប្រធានាធិបតីប្រទេសរុស្ស៊ី Vladimir Putin អាចនឹងធ្វើតេស្តសាកល្បងកម្លាំងរបស់សម្ព័ន្ធភាពយោធាអង្គការតាមរយៈការវាយប្រហារលើប្រទេសដែលជាសមាជិកឬសម្ព័ន្ធមិត្តក្នុងពេលឆាប់ៗខាងមុខនេះមន្ត្រីអាមេរិកបានប្រាប់សារព័ត៌មាន Wall Street Journal ថាការវាយប្រហារធ្វើតេស្តសាកល្បងនេះអាចធ្វើឡើងនៅចន្លោះពីរដូវស្លឹកឈើជ្រុះនេះរហូតដល់ឆ្នាំ2029ខាងមុខក្នុងទម្រង់វាយប្រហារផ្សេងៗជាច្រើនរាប់ចាប់ពីសង្គ្រាមអ៊ីនធឺណិតរហូតដល់ការឈ្លានពានតាមផ្លូវគោកដោយផ្ទាល់ខណៈដែលគោលដៅធំបំផុតរបស់លោកពូទីនគឺបង្ខំឲ្យអាមេរិកចេញមុខឆ្លើយតបដោយរុស្ស៊ីចង់ដឹងថាតើអាមេរិកហ៊ានឆ្លើយតបកម្រិតណាព្រមទាំងបំបែកបំបាក់សម្ព័ន្ធភាពអង្គការ NATO ដែលមានអាយុកាល77ឆ្នាំមួយនេះថ្មីបើមុននេះអាមេរិកជឿជាក់ថារុស្ស៊ីមិនហ៊ានតតាំងជាមួយអង្គការ NATO ក្នុងពេលដែលកងទ័ពខ្លួនកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ុយក្រែនក៏ដោយប៉ុន្តែពេលនេះស្ថានភាពបានផ្លាស់ប្ដូរខណៈដែលយោងតាមការធ្វើតេស្តសាកល្បងកន្លងមករុស្ស៊ីបានបង្ហាញសញ្ញាហ៊ានប្រឈមមុខរួចទៅហើយតាមរយៈការបាញ់គ្រាប់មីស៊ីលធ្លាក់ចូលក្នុងទឹកដីប្រទេសប៉ូឡូញនិងការបង្ហោះដ្រូនចូលក្នុងដែនអាកាសរបស់ប្រទេសរ៉ូម៉ានីដែលសុទ្ធសឹងជាសមាជិកអង្គការ NATO នោះការព្រមាននេះក៏ធ្វើឡើងចំពេលដែលសហរដ្ឋអាមេរិកកំពុងជួបប្រទះនៅការធ្លាក់ចុះយ៉ាងខ្លាំងនៃឃ្លាំងអាវុធយុទ្ធសាស្ត្ររបស់ខ្លួននិងស្របពេលដែលអាមេរិកកំពុងជាប់ដៃជាមួយអ៊ីរ៉ង់និងការប្រុងប្រយ័ត្នជាមួយប្រទេសចិនជុំវិញបញ្ហាកោះតៃវ៉ាន់គួរបញ្ជាក់ផងដែរថាយោងតាមមាត្រា5នៃសន្ធិសញ្ញារបស់អង្គការ NATO បានចែងថាការវាយប្រហារណាមួយលើសមាជិកណាម្នាក់គឺស្មើនឹងការវាយប្រហារលើសមាជិកទាំងអស់ហើយប្រសិនបើរុស្ស៊ីហ៊ានបើកការវាយប្រហារលើប្រទេសសមាជិកអង្គការ NATO ណាមួយមែននោះទោះតូចឬក៏ធំក៏ដោយបើអាមេរិកមិនហ៊ានឆ្លើយតបដោយយោធាភ្លាមៗនោះទេសម្ព័ន្ធភាពរបស់អង្គការមួយនេះនឹងបែកបាក់ភ្លាមៗកូឡុំប៊ីរុនជួយដីខ្លាំងបំផុតប្រចាំសតវត្សផ្ដាច់ជីវិតមនុស្សជាង100នាក់និងដួលរលំអគារជាច្រើនយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថាមនុស្សយ៉ាងហោចណាស់111នាក់បានបាត់បង់ជីវិតបន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបំផុតមួយបានវាយប្រហារភាគខាងលិចប្រទេសកូឡុំប៊ីកាលពីថ្ងៃច័ន្ទម្សិលមិញនេះដោយបង្កជាការដួលរលំអគារជាច្រើននៅក្នុងទីក្រុងនានាបំផ្លាញមន្ទីរពេទ្យព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនិងកប់មនុស្សជាច្រើននៅក្នុងគំនរបាក់បែកដែលអាជ្ញាធរបានចាត់ទុកថាជាគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុតប្រចាំសតវត្សរបស់ប្រទេសនេះហេតុការណ៍រញ្ជួយដីនេះកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក Abelardo de la Espriella បានស្បត់ចូលកាន់តំណែងជាប្រធានាធិបតីដែលហេតុការណ៍នេះបានរុញច្រានរដ្ឋាភិបាលថ្មីរូបនេះឲ្យប្រឈមមុខនឹងវិបត្តិដ៏ធំជាលើកដំបូងស្របពេលដែលស្រមោលខ្មៅនៃគ្រោះរញ្ជួយដីស្រដៀងគ្នានេះនៅក្នុងប្រទេសវេណេស៊ុយអេឡាកាលពីខែមិថុនាកន្លងទៅនៅមិនទាន់រលាយបាត់ផងប្រធានាធិបតីថ្មីរូបនេះបានថ្លែងទៅកាន់ប្រជាជាតិក្រោយពីប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នថារដ្ឋាភិបាលជាតិបានដាក់ពង្រីកសមត្ថភាពទាំងអស់ដើម្បីការពារជីវិតជួយសង្គ្រោះសហគមន៍ដែលរងផលប៉ះពាល់និងផ្តល់ជំនួយនៅគ្រប់ទីកន្លែងដែលត្រូវការដោយអាទិភាពចម្បងបំផុតគឺការជួយសង្គ្រោះប្រជាជនដែលកំពុងជាប់ក្រោមគំនរបាក់បែកយោងតាមការបញ្ជាក់ពីលោកប្រធានាធិបតី De la Espriella មានមនុស្សស្លាប់ចំនួន111នាក់និង87នាក់ផ្សេងទៀតរងរបួសព្រមទាំងមានអគារនិងផ្ទះសម្បែងរាប់សិបខ្នងបានដួលរលំយ៉ាងណាមិញចំនួនជនរងគ្រោះច្រើនជាងគេកើតឡើងនៅក្នុងតំបន់ Risaralda ដែលជាតំបន់ដាំដុះកាហ្វេដ៏ល្បីល្បាញរបស់កូឡុំប៊ីដោយទីក្រុង Pereira ដែលជាទីក្រុងកណ្ដាលនៃតំបន់នេះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរហើយក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នករស់រានមានជីវិតយ៉ាងសកម្មយោងតាមខ្សែវីដេអូដែលបង្ហោះតាមបណ្ដាញសង្គមអគារកម្ពស់4ជាន់មួយខ្នងនៅក្នុងទីក្រុង Pereira បានបាក់រលំទាំងស្រុងអំឡុងពេលរញ្ជួយដីខណៈដែលរូបភាពពីទីក្រុង Manizales បានបង្ហាញពីការបាក់រលំនៃប៉មរបស់វិហារគ្រឹះសាសនាដ៏ល្បីល្បាញមួយកន្លែងក្រុមអ្នកជួយសង្គ្រោះប៉ូលីសនិងអ្នកស្ម័គ្រចិត្តបានប្រើដៃនិងប៉ាដើម្បីកាយកំទេចកំទីព្រមទាំងបញ្ជូនគំនរបាក់បែកចេញតាមរថយន្តដើម្បីស្វែងរកអ្នកដែលជាប់នៅខាងក្រោមស្របពេលដែលព្រលានយន្តហោះមួយចំនួនត្រូវបានបង្ខំចិត្តបិទទ្វារជាបណ្ដោះអាសន្នប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ប្រកាសអាសន្នជាថ្មីម្ដងទៀតថាតបរបស់កូរ៉េខាងជើងដែលចូលជួយច្បាំងនឹងកងទ័ពរុស្ស៊ីមិនមែន 30,000 នាក់នោះទេគឺអាចមានដល់ទៅ 50,000 នាក់លោក Volodymyr Zelensky ទទូចថាប្រទេសកូរ៉េខាងត្បូងគួរតែសហការផ្ដល់អាវុធឬក៏លក់អាវុធមកឲ្យអ៊ុយក្រែនដើម្បីឲ្យអ៊ុយក្រែនមានសមត្ថភាពក្នុងការប្រើប្រាស់អាវុធរបស់កូរ៉េខាងត្បូងវាយប្រហារទៅលើរុស្ស៊ី
នៅគណៈដែលកូរ៉េខាងជើងបានផ្ដល់ទាំងអាវុធធុនធ្ងន់ដូចជាមីស៊ីល ballistic ជាង150គ្រាប់ទៅឲ្យរុស្ស៊ីនិងបញ្ជូនកងទ័ព 50,000 នាក់ទៅជួយច្បាំងនឹងកងទ័ពរុស្ស៊ីទៀតផងបន្ថែមលើនេះមានសេចក្តីរាយការណ៍មកថាកូរ៉េខាងជើងក៏ចាប់ផ្ដើមបញ្ជូនទ័ពសេរីទៅជួយធ្វើសង្គ្រាមរុស្ស៊ីកងទ័ពសេរីរបស់កូរ៉េខាងជើងនោះគឺបើទោះជាមិនបានប្រកាសថាកាន់អាវុធប្រយុទ្ធនៅសវរភូមិជួរមុខក៏ដោយប៉ុន្តែត្រូវបានគេយកទៅបង្វឹកដើម្បីជួយដឹកផុសភារនិងធ្វើកិច្ចការផ្សេងៗទៀតដែលមានប្រាក់កម្រៃតិចតួចបំផុតយ៉ាងណាការដែលកូរ៉េខាងជើងរដ្ឋកុម្មុយនីសផ្ដាច់ការនៅក្រោមការដឹកនាំរបស់គឹមជុងអ៊ុនដែលបញ្ជូនទាហានរបស់ខ្លួនអាវុធរបស់ខ្លួនទៅឲ្យរុស្ស៊ីនេះវាដូចជាការលក់ជីវិតប្រជាជនខ្លួនឯងជាមួយនឹងអាវុធរបស់ខ្លួនឯងដើម្បីទទួលបានការលើកទឹកចិត្តនិងពាក្យថាសាមគ្គីភាពពីរុស្ស៊ីនិងទទួលបានប្រាក់ជំនួយពីរុស្ស៊ីបើតាមទស្សនាវដ្តី Vox Journal ឲ្យដឹងថាចាប់តាំងពីកូរ៉េខាងជើងបញ្ជូនកងទ័ពទៅជួយច្បាំងរុស្ស៊ីនៅពាក់កណ្ដាលឆ្នាំ2024ជាមួយនឹងរថក្រោះរថពាដែកនិងកំភ្លើងធំរាប់លានគ្រាប់មីស៊ីលរាប់រយគ្រាប់បញ្ជូនទៅឲ្យរុស្ស៊ីនោះកូរ៉េខាងជើងបានកើបលុយពីរុស្ស៊ីបានប្រមាណជាង 22,000 លានដុល្លារសហរដ្ឋអាមេរិកពិភពលោកចាត់ទុកថាកូរ៉េខាងជើងដែលស្ម័គ្រចិត្តបញ្ជូនកងទ័ពចូលជួយច្បាំងនឹងកងទ័ពរុស្ស៊ីនេះវាជាសញ្ញាបញ្ជាក់ថាពិភពលោកកំពុងបារម្ភពីសង្គ្រាមកាន់តែទ្រង់ទ្រាយធំនៅលើទឹកដីនៃប្រទេសអ៊ុយក្រែនខាងក្រោមនេះគឺជាសេចក្តីប្រែសម្រួលបន្ថែមទៀតនៅក្រុម Svet Info ដែលមានដូចតទៅនេះប្រធានាធិបតីអ៊ុយក្រែនបានអះអាងថាទាហានកូរ៉េខាងជើងរហូតដល់ទៅ 50,000 នាក់នឹងត្រូវបញ្ជូនទៅកាន់រុស្ស៊ីដើម្បីប្រយុទ្ធសម្រាប់សម្ព័ន្ធមិត្តរបស់ពួកគេខណៈដែលអំពីវិនិយោគឲ្យកូរ៉េខាងត្បូងជួយផ្ដល់ការគាំទ្រការពារដែនអាកាសដល់អ៊ុយក្រែនផងលោក Zelensky បង្ហោះនៅក្នុងបណ្ដាញសង្គម X យ៉ាងចំហថាមានការសម្រេចចិត្តរបស់កងទ័ពកូរ៉េខាងជើង 30,000 ទៅ 50,000 នាក់បញ្ជូនទៅកាន់ដែនដីរុស្ស៊ីដែលចំនួននេះខ្ពស់ជាងការប៉ាន់ប្រមាណរបស់លោកនៅក្នុងខែកក្កដាថាតែ 30,000 នាក់តែប៉ុណ្ណោះលោកមិនបញ្យល់បន្ថែមអំពីប្រភពដែលលោកទទួលបានព័ត៌មាននេះនោះទេតែលោកថាក្រុងគៀវបានរកឃើញមីស៊ីលកូរ៉េខាងជើងមួយចំនួននៅលើទឹកដីអ៊ុយក្រែនដោយលោកមិនបង្ហាញទីតាំងរបស់វាស្របគ្នាដែលមានរបាយការណ៍ថារុស្ស៊ីបានផ្ដើមដាក់មីស៊ីលកូរ៉េខាងជើងប្រភេទមីស៊ីប៉ាឡេស្ទិករហូតដល់ទៅ120គ្រាប់ជាមួយនឹងឧបករណ៍បាញ់6គ្រឿងនៅក្នុងការប្រយុទ្ធលើទឹកដីអ៊ុយក្រែននៅក្នុងពេលនេះជាការទម្លាយដោយមន្ត្រីសម្ងាត់អ៊ុយក្រែនប្រាប់ Reuters កាលពីសប្តាហ៍មុនក្នុងនោះមានបុគ្គលិកកងទ័ពរបស់កូរ៉េខាងជើងចំនួន90រូបត្រូវបានចាត់តាំងឲ្យមកតំបន់ Voronezh ភាគខាងលិចនៃទឹកដីរុស្ស៊ីដើម្បីគាំទ្រអង្គភាពថ្មីនៃកងកម្លាំងឧបករណ៍បញ្ឈរជើងនិងមីស៊ីប៉ាឡេស្ទិករបស់កូរ៉េខាងជើងនេះបើយោងទៅតាម Andriy Chanek នាយកដ្ឋានព័ត៌មានវិទ្យាធំបំផុតរបស់អ៊ុយក្រែនបានរៀបរាប់ថាព្យុងយ៉ាងបានដឹកជញ្ជូនមីស៊ីប៉ាឡេស្ទិក KN-23 និង KN-24 ដល់ទៅ40គ្រាប់ឲ្យរុស្ស៊ីរួចរាល់ហើយទៀតផងរបាយការណ៍សម្ងាត់នេះបានចេញផ្សាយបន្ទាប់ពីគេបានមើលឃើញការវាយប្រហារដ៏សម្បើមរបស់រុស្ស៊ីដែលប្រើប្រាស់មីស៊ីប៉ាឡេស្ទិកសុទ្ធមកលើទីក្រុងគីវនៅថ្ងៃទី4សីហានិងនៅពាក់កណ្ដាលខែកក្កដាប្រធានាធិបតីអ៊ុយក្រែនបានដឹងថាមីស៊ីលប៉ាឡេស្ទិក24គ្រាប់មីស៊ីគ្រូស4គ្រាប់និងយន្តហោះគ្មានមនុស្សបើក115គ្រាប់អាចវាយប្រហារនៅក្នុងរយៈពេលត្រឹមមួយយប់ថ្ងៃទី14សីហាបណ្ដាលឲ្យមនុស្ស17នាក់ស្លាប់ហើយលោក Zelensky ក៏អះអាងថាជីវិតមួយចំនួនត្រូវបានសង្គ្រោះប៉ុន្តែយើងបានមើលឃើញអំពីការផ្លាស់ប្រែដ៏ខ្លាំងក្លានៃការប្រយុទ្ធរបស់រុស្ស៊ីបែបនេះលោកប្រមានថាក្រុងមូស្គូរៀបចំយកនៅទាហានរបស់កូរ៉េខាងជើងមកកាន់វរនៅតាំងតែពីខែមិថុនាមកម្លេះអ្នកស៊ើបការសម្ងាត់របស់អ៊ុយក្រែនបានលើកឡើងថាការវាយប្រហាររបស់រុស្ស៊ីនៅចុងខែកក្កដាដោយប្រើប្រាស់មីស៊ីប៉ាឡេស្ទិកត្រូវបានគេចាប់បានដំបូងគេថាវាត្រូវបានប្រើប្រាស់មីស៊ីលរបស់កូរ៉េខាងជើងរួចទៅហើយបើយោងទៅតាមស៊ើបការសម្ងាត់ដដែលនេះគឺរុស្ស៊ីបានទទួលមីស៊ី KN-23 និង KN-24 150គ្រឿងបើគិតចាប់ពីចុងឆ្នាំ2023មកទល់ពេលនេះអ្នកវិភាគយោធាជាច្រើនក៏បានលើកឡើងថារុស្ស៊ីកំពុងតែពឹងផ្អែកលើអាវុធប៉ាឡេស្ទិកកាន់តែច្រើនឡើងខណៈដែលប្រព័ន្ធការពារដែនអាកាស Patriot របស់អាមេរិកមានការធ្លាក់ចុះនៅលើទឹកដីអ៊ុយក្រែនស្ថាប័នសិក្សាអំពីសង្គ្រាមដែលមានមូលដ្ឋាននៅទីក្រុង Washington បានវាយតម្លៃថារុស្ស៊ីកំពុងបញ្ជូនមីស៊ីប៉ាឡេស្ទិកច្រើនជាងមុនជាកញ្ចប់តែម្ដងសម្រាប់វាយប្រហារចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែនដើម្បីជាការដាក់សម្ពាធហើយវិទ្យាស្ថានសិក្សាអំពីសង្គ្រាមថាកូរ៉េខាងជើងកំពុងទទួលបានទិន្នន័យនៅការវាយប្រហារលើទីលានសង្គ្រាមដែលអនុញ្ញាតឲ្យព្យុងយ៉ាងនេះបង្កើនសមត្ថភាពមីស៊ីរបស់ខ្លួនទៀតតាមរយៈការដកពិសោធន៍ប្រតិបត្តិការជាមួយនឹងរុស្ស៊ីនេះ
កូរ៉េខាងជើងបានក្លាយទៅជាដៃគូយោធាដ៏សំខាន់មួយរបស់ក្រុងមូស្គូចាប់តាំងតែពីសង្គ្រាមពេញលេញវាយប្រហារលើទឹកដីអ៊ុយក្រែនហើយ Reuters បានដឹងថាព្យុងយ៉ាងបានផ្គត់ផ្គង់គ្រាប់បែករាប់លានតោនឯណោះហើយផ្ញើជាមួយនឹងកងទ័ព 14,000 នាក់ចូលទៅក្នុងតំបន់គួកដែលជាការប្រយុទ្ធប្រឆាំងនឹងការវាយបករបស់អ៊ុយក្រែននៅក្នុងឆ្នាំ 2024 Chanik បានបញ្ជាក់ទៀតថាប្រមាណជា 9,500 នាក់នៃកងទ័ពកូរ៉េខាងជើងកំពុងតែនៅតែស្ថិតនៅគួកដដែលទេតែពួកគេមិនប្រយុទ្ធសកម្មដូចមុនឡើយរបាយការណ៍មូលនិធិការពារប្រជាធិបតេយ្យ FDD បានដឹងថាចាប់តាំងពីការវាយប្រហាររបស់រុស្ស៊ីមកកាន់អ៊ុយក្រែនក្នុងឆ្នាំ 2022 កូរ៉េខាងជើងបានផ្គត់ផ្គង់មីស៊ីលដល់មូស្គូនៅបរិមាណយ៉ាងច្រើននៃអាវុធធុនធ្ងន់ប្រព័ន្ធកាំភ្លើងនិងអាវុធរ៉ុកែតនិងមីស៊ីលបាឡេស្ទិកស្ថាប័នគោលនយោបាយនេះក៏បានពិពណ៌នាអំពីទំនាក់ទំនងរុស្ស៊ីកូរ៉េខាងជើងថាជាទំនាក់ទំនងបែបជាដៃគូសមាជិកមួយបញ្ជូនកងទ័ពចូលសង្គ្រាមដើម្បីជួយជាសមាជិកផ្សេងទៀតហើយលោក Zelensky ក៏បានមានប្រសាសន៍ថាកូរ៉េខាងជើងកំពុងតែបន្តបង្កើនបទពិសោធន៍របស់ខ្លួនក្នុងសង្គ្រាមសម័យទំនើបនេះដោយទទួលបានអាជ្ញាប័ណ្ណមួយចំនួនពីរុស្ស៊ីនៅក្នុងការអនុញ្ញាតផលិតឧបករណ៍យោធាមួយចំនួនទៀតផងលោកក៏អំពាវនាវឲ្យទីក្រុងសេអ៊ូលបើកកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយនឹងក្រុងគីវនៅក្នុងពេលនេះដោយលោកនិយាយថាអ៊ុយក្រែនក៏ចង់ទទួលបានការគាំទ្រពីកូរ៉េខាងត្បូងឲ្យខ្លាំងក្លានៅក្នុងខណៈដែលយើងកំពុងមានការខ្វះខាតដោយលោកសំដៅទៅលើការវាយប្រហារដោយមីស៊ីលនោះលោកបានមានប្រសាសន៍ថាយើងរួចរាល់នៅក្នុងការធ្វើកិច្ចព្រមព្រៀងយន្តហោះគ្មានមនុស្សបើកនៅវិស័យផ្សេងទៀតជាមួយនឹងកូរ៉េខាងត្បូងហើយបន្ថែមថាឯកអគ្គរដ្ឋទូតអ៊ុយក្រែនកំពុងមានទំនាក់ទំនងជាមួយនឹងក្រុងសេអ៊ូលដើម្បីជំរុញកិច្ចព្រមព្រៀងនេះឲ្យកើតមានឡើងប្រធានាធិបតី Vladimir Putin និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាដៃគូយុទ្ធសាស្ត្រទូលំទូលាយនៅក្នុងឆ្នាំ 2024 ស្ថិតនៅក្នុងក្រសែភ្នែកនៃការតាមដានពីកូរ៉េខាងត្បូងនិងអ៊ុយក្រែនសន្ធិសញ្ញារបស់ពួកគេនេះគឺផ្ដល់ជំនួយគ្នាទៅវិញទៅមកប្រសិនបើប្រទេសណាមួយប្រឈមនឹងការវាយប្រហារពីខាងក្រៅកូរ៉េខាងជើងបានចាត់ទុកការបញ្ជូនកងទ័ពរបស់ខ្លួនជាជំនួយដល់ដៃគូសន្ធិសញ្ញានេះមកទល់ពេលនេះមន្ត្រីកូរ៉េខាងត្បូងមិនទាន់បានឆ្លើយតបចំពោះការអះអាងរបស់លោក Zelensky អំពីការពិភាក្សាការទូតលើបញ្ហាមួយចំនួនអំពីកិច្ចព្រមព្រៀងផ្នែកឧស្សាហកម្មយោធាជាមួយនឹងគ្នាក៏ដូចជាករណីនៃការដែលកូរ៉េខាងជើងត្រូវបានរាយការណ៍ថាបញ្ជូនទៅកាន់ទឹកដីរុស្ស៊ីបន្ថែមទៀតឬយ៉ាងណានោះទេប៉ុន្តែមន្ត្រីសុំមិនបញ្ចេញឈ្មោះបានប្រាប់ទៅកាន់សារព័ត៌មាន Korean Herald ឲ្យដឹងថាកិច្ចសហការយោធាកូរ៉េខាងជើងនិងរុស្ស៊ីពិតជាពាក់ព័ន្ធផ្ទាល់ដល់សន្តិសុខរបស់កូរ៉េខាងត្បូងហើយបំពេញលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិនិងបន្ថែមថាមតិរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងស្តីពីកិច្ចសហការនេះគួរតែត្រូវបញ្ឈប់ភ្លាមៗហើយថាកូរ៉េខាងត្បូងតាមដានរឿងនេះយ៉ាងជិតស្និទ្ធជុំវិញរឿងរ៉ាវកូរ៉េខាងជើងនេះក៏មានព័ត៌មានពាក់ព័ន្ធជាមួយនឹងស្ត្រីជនជាតិកូរ៉េខាងជើងជាច្រើនទៀតបានមកដល់ទឹកដីរុស្ស៊ីនៅក្នុងពេលនេះខណៈគេកំពុងមើលឃើញថាលោកគីមចុងអ៊ុនក៏បានបញ្ជូននៅអ្នកប្រយុទ្ធ 50,000 នាក់ជួយដល់កម្លាំងរុស្ស៊ីផងដែរប៉ុន្តែគេឃើញស្ត្រីទាំងនោះស្លៀកនៅក្នុងសម្លៀកបំពាក់អាវសសំពត់ខ្មៅឆ្លងដែនចូលក្នុងទឹកដីរុស្ស៊ីដើម្បីធ្វើការផ្នែកផ្ទះបាយនិងកសិដ្ឋានដែលទទួលបានប្រាក់ខែទាបតែប៉ុណ្ណោះគឺប្រមាណជា4ផោននៅក្នុង1ម៉ោងនិងព្យាយាមរកប្រាក់ចំណូលទាំងអស់នោះដើម្បីបញ្ជូនទៅកាន់គ្រួសារនៅកូរ៉េខាងជើងវិញឯកសារដែលដេសានទទួលបានគឺថាពួកគេត្បិតថានៅលើទឹកដីរុស្ស៊ីក៏ប៉ុន្តែពួកគេមិនមានសិទ្ធិធ្វើដំណើរដោយសេរីនៅក្នុងទឹកដីរុស្ស៊ីតាមការបង្គាប់បញ្ជាដោយផ្ទាល់ពីក្រុងព្យុងយ៉ាងដដែលគេយល់ឃើញថាការម្ដងរបស់កងទ័ពស្ត្រីទាំងនេះគឺជាការជំរុញសេដ្ឋកិច្ចរបស់រុស្ស៊ីនៅក្នុងសម័យសង្គ្រាមព័ត៌មានពីកូរ៉េខាងជើងនិងសង្គ្រាមរបស់រុស្ស៊ីក៏កើតមានឡើងចំពេលមានការទម្លាយថាលោកគីមចុងអ៊ុនបានទទួលទឹកប្រាក់ជាង$22,000 លានដោយសារតែការផ្ដល់ឲ្យនៅកិច្ចសហប្រតិបត្តិការជាមួយនឹងរុស្ស៊ីនេះគឺជាការដែលលោកគីមចុងអ៊ុនបានស្មោះស្ម័គ្រនៅក្នុងការផ្ញើកម្មករផ្ញើទាហានរាប់ម៉ឺននាក់ទៅកាន់រុស្ស៊ីជំនួសការស្លាប់របស់ទាហានរបស់រុស្ស៊ីយ៉ាងច្រើននៅក្នុងសង្គ្រាមសមរភូមិអ៊ុយក្រែន